លេងវារាល់ថ្ងៃតើលោកអ្នកមានដឹងអំពីការពិតដ៏គួរឲ្យចាប់អារម្មណ៍អ្វីខ្លះអំពីវាទាំងនេះគឺជាការពិតដ៏គួរឲ្យចាប់អារម្មណ៍ទាំង12អំពីសន្លឹកបៀទី1សន្លឹកបៀមានដើមកំណើតពីប្រទេសចិនបុរាណសន្លឹកបៀដែលគេស្គាល់ដំបូងបំផុតមានតាំងពីសតវត្សទី9នៅក្នុងប្រទេសចិនក្នុងសម័យរាជវង្សថាងវាទំនងជាត្រូវបានប្រើរួមគ្នាជាមួយនឹងក្របលុកឡាក់និងមានរូបរាងដែលតំណាងឲ្យកាក់ឬលុយកាក់ទី2សន្លឹកបៀរីកសាយភាយពីពេញពិភពលោកតាមរយៈការធ្វើពាណិជ្ជកម្មសន្លឹកបៀបានធ្វើដំណើរពីប្រទេសចិនទៅប្រទេសឥណ្ឌាភើសៀនិងអេស៊ីបហើយចុងក្រោយក៏បានទៅដល់ទ្វីបអឺរ៉ុបនៅប្រហែលសតវត្សទី14តាមរយៈផ្លូវសូត្រឬ Silk Road និងឥទ្ធិពលអ៊ីស្លាមទី3សន្លឹកបៀស្តង់ដារ52សន្លឹកមានអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅសន្លឹកបៀ52សន្លឹកតំណាងឲ្យ52សប្តាហ៍ក្នុងមួយឆ្នាំសន្លឹកបៀ4ឈុតតំណាងឲ្យរដូវទាំង4សន្លឹកកើតំណាងឲ្យរដូវផ្ការីកសន្លឹកការ៉ូតំណាងឲ្យរដូវក្តៅសន្លឹកជួងតំណាងឲ្យរដូវស្លឹកឈើជ្រុះនិងសន្លឹកប៊ិចតំណាងឲ្យរដូវរងា13សន្លឹកក្នុងមួយឈុតតំណាងឲ្យព្រះច័ន្ទពេញបរមីចំនួន13ដងក្នុងមួយឆ្នាំប្រសិនបើអ្នកបូកតម្លៃសន្លឹកទាំងអស់នៃសន្លឹកបៀដោយអាត់មានតម្លៃស្មើនឹង1កាតិបមានតម្លៃស្មើនឹង11ក្រមុំមានតម្លៃស្មើនឹង12កញ្ចាស់មានតម្លៃស្មើនឹង13នោះផលបូកស្មើនឹង364បើបន្ថែមសន្លឹកខ្មោច1ឬសន្លឹកជោខឺនឹងស្មើ366ដែលជាចំនួនថ្ងៃក្នុងមួយឆ្នាំប្រសិនបើយក364បូកនឹងសន្លឹកខ្មោចឬជោខឺទាំងពីរនោះស្មើនឹង366ដែលតំណាងឲ្យ366ថ្ងៃក្នុងមួយឆ្នាំនៃឆ្នាំមង្គ្រុបទី4សន្លឹកបៀដំបូងនៅអឺរ៉ុបត្រូវបានគូរដោយដៃនៅក្នុងសតវត្សទី14សន្លឹកបៀគឺជាទំនិញប្រណិតសម្រាប់អ្នកមានវាត្រូវបានផលិតដោយដៃនិងគូរដោយដៃសន្លឹកបៀមួយឈុតអាចមានតម្លៃស្មើនឹងផ្ទះតូចមួយខ្នងទី5សន្លឹកបៀដែលមានរូបមនុស្សអាចតំណាងឲ្យមនុស្សពិតអ្នកប្រវត្តិសាស្ត្រជាច្រើនបានជឿថាស្ដេចក្នុងសន្លឹកបៀតំណាងឲ្យទូរលេខប្រវត្តិសាស្ត្រឬទេវកថាស្ដេចកើឬកញ្ចាស់កើតំណាងឲ្យស្ដេចឆាឡឺម៉ាញជាស្ដេចរបស់ប្រទេសបារាំងស្ដេចការ៉ូឬកញ្ចាស់ការ៉ូតំណាងឲ្យស្ដេច Julius Caesar ជាស្ដេចរបស់ប្រទេសរ៉ូមស្ដេចជួងឬកញ្ចាស់ជួងតំណាងឲ្យស្ដេច Alexander the Great ជាស្ដេចរបស់ប្រទេសម៉ាសេដូនស្ដេចប៊ិចឬកញ្ចាស់ប៊ិចតំណាងឲ្យស្ដេចដាវីតជាស្ដេចរបស់ប្រទេសអ៊ីស្រាអែលការសន្មតនេះមិនស៊ីសង្វាក់គ្នានោះទេវាអាចខុសគ្នាទៅតាមការសន្មតរបស់ប្រទេសផ្សេងៗគ្នាទី6កញ្ចាស់កើគឺជាស្ដេចតែមួយគត់ដែលគ្មានពុកមាត់កញ្ចាស់កើត្រូវបានគេសន្មតថាជាស្ដេចធ្វើអតិឃាតពីព្រោះទ្រង់ហាក់ដូចជាចាក់ដាវចូលទៅក្នុងព្រះកេសរបស់ខ្លួននេះមិនមែនជាចេតនានោះទេវាទំនងជាកំហុសនៅក្នុងការបោះពុម្ពដែលជាប់គាំងអស់ជាច្រើនសតវត្សមកហើយទី7ជោខឺឬសន្លឹកបៀខ្មោចគឺជាសន្លឹកបៀបន្ថែមរបស់អាមេរិកសន្លឹកជោខឺឬសន្លឹកខ្មោចត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅប្រហែលឆ្នាំ1860សម្រាប់ល្បែង Euchre វាមិនមែនជាផ្នែកនៃសន្លឹកបៀអឺរ៉ុបដើមទេហើយមិនមានតម្លៃថេរនោះទេធ្វើឲ្យវាក្លាយជាសន្លឹកខ្មោចដែលគេមិនលេងឬលេងនៅក្នុងហ្គេមមួយចំនួនទី8សន្លឹកបៀដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មានសន្លឹកបៀ Swarovski Crystal Playing Cards ត្រូវបានបង្កើតឡើងដោយលោក Rene Jacobs ត្រូវបានដាំដោយមាស 24K និង Crystal Swarovski ជាង200គ្រាប់ដែលមានតម្លៃរហូតទៅដល់ជាង$7,500សហរដ្ឋអាមេរិកទី9សន្លឹកបៀដែលបានសម្គាល់គឺជាការពិតនៅក្នុងប្រវត្តិសាស្ត្រនៃល្បែងស៊ីសងអ្នកបុកប្រាស់បានបង្កើតវិធីសាស្ត្រទំនើបដើម្បីសម្គាល់សន្លឹកបៀដូចជាស្នាមមជុលតូចៗស្នាមឆ្កូតទឹកថ្នាំដែលប្រឡាក់និងជ្រុងកោងបច្ចុប្បន្ននេះកាស៊ីណូជាច្រើនត្រូវបានប្រើប្រាស់ការឃ្លាំមើលកម្រិតខ្ពស់ដើម្បីរកឲ្យឃើញនូវយុទ្ធសាស្ត្រសម្រាប់សម្គាល់សន្លឹកបៀបែបនេះទី10ឈ្មោះសន្លឹកបៀប្រែប្រួលទៅតាមវប្បធម៌នៅក្នុងសន្លឹកបៀអង់គ្លេសនិងបារាំងសន្លឹកកើហៅថា Hearts សន្លឹកការ៉ូហៅថា Diamonds សន្លឹកជួងហៅថា Clubs និងសន្លឹកប៊ិចហៅថា Spades ក្នុងសន្លឹកបៀអាល្លឺម៉ង់សន្លឹកកើហៅថា Hearts សន្លឹកការ៉ូហៅថា Bells សន្លឹកជួងហៅថា Acorns សន្លឹកប៊ិចហៅថា Leaves ចំណែកឯនៅក្នុងសន្លឹកបៀរបស់ប្រទេសអេស្ប៉ាញសន្លឹកកើហៅថា Cups សន្លឹកការ៉ូហៅថា Corns សន្លឹកជួងហៅថា Clubs
សន្លឹកប៊ិចហៅថា swords ចំណែកឯនៅប្រទេសកម្ពុជាយើងវិញស្លឹកបៀត្រូវបានហៅតាមបារាំងនិងវៀតណាមកើគឺជាភាសាវៀតណាមរ៉ូគឺជាភាសាវៀតណាមទៅជាការ៉ូជាភាសាបារាំងប៊ិចគឺជាភាសាវៀតណាមទី11នៅក្នុងសតវត្សទី15នៅប្រទេសអង់គ្លេសការលេងបៀត្រូវបានហាមឃាត់នៅថ្ងៃធ្វើការសម្រាប់អ្នកដែលមិនមែនជាអភិជនទី12នៅក្នុងអាណានិគមអាមេរិកពួក Puritan បានថ្កោលទោសការលេងបៀថាជាអំពើបាប